សួស្តីពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube នៅថ្ងៃនេះខ្ញុំមកចែកម្លែកចំណេះដឹងតិចតួចទាក់ទងអំពី Smartphone គឺប្រភេទ Samsung ដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបភាពនឹងស្រាប់នៅថ្ងៃនេះខ្ញុំមកនិយាយអំពី Samsung មួយដែលខ្ញុំធ្លាប់ប្រើប្រាស់វាអស់រយៈពេលយូរដែរហើយគឺ 4-5 ឆ្នាំដែរអញ្ចឹងណាគឺតាំងពីខ្ញុំប្រើទូរស័ព្ទមកទើបតែជួបទូរស័ព្ទនឹងមួយទេបានន័យថាវាស្ដើងបានន័យថាអ្នកទាំងអស់គ្នាមើលទៅគឺវាស្ដើងមែនតែនហ្មងគឺប្រភេទ Samsung នេះគឺ Samsung មួយនេះគឺខ្ញុំប្រើយូរដែរហើយគឺវាផលិតនៅឆ្នាំ2016គឺវាចេញនៅឆ្នាំ2016អញ្ចឹងណាហើយយើងប្រើមកដល់ឥឡូវវាចង់5-6ឆ្នាំដែរអញ្ចឹងណាហើយដំណើរការម៉ាស៊ីនរបស់វាគឺអាចដំណើរការធម្មតាសម្រាប់បើក YouTube យើងអាចបើកបានធម្មតាអញ្ចឹងណានិយាយរួមទៅ Facebook ក៏យើងអាចបើកបានដែរតែគ្រាន់ថាវារៀង slow រៀងតាក់អញ្ចឹងតែសម្រាប់ YouTube វិញគឺយើងអាចបើកបានធម្មតាហើយសម្រាប់ទូរស័ព្ទនេះដែរគឺសរសើរវាត្រង់ថាគឺគេផលិតមកនឹងគឺវាស្ដើងមែនណាគាត់ន័យថាវាស្ដើងមែនតែនហ្មងនេះគឺវាចេញសាមុនគឺស្ដើងមែនតែនហ្មងហើយឥឡូវយើងចូលទៅមើលកន្លែង setting របស់ទាំងអស់គ្នាចូលទៅមើល setting ទូរស័ព្ទហ្នឹងទៅតើវាផលិតនៅឆ្នាំណាអីឆ្នាំណាអញ្ចឹងណាអ្នកទាំងអស់គ្នាចូលមកកាន់ setting ហើយអ្នកទាំងអស់គ្នាអស់ឡើងលើទៅអ្នកទាំងអស់គ្នាអស់ឡើងលើហើយអ្នកទាំងអស់គ្នាយកពាក្យថា about មករួចហើយអ្នកទាំងអស់គ្នានឹងឃើញ model របស់វាហើយនេះគឺ model ម៉ាកទូរស័ព្ទហ្នឹងគឺ Samsung Galaxy A7 ហើយវាដាក់នៅថ្ងៃដែលវាចេញមកទៀតនេះAndroid Security នេះគឺ2016អញ្ចឹងវាមកដល់ឥឡូវ2021គឺវាយូរឆ្នាំដែរហើយគឺទូរស័ព្ទនេះគឺយើងសរសើរវាត្រង់ថាគឺវាមានលក្ខណៈស្ដើងគឺស្ដើងមែនតែនគឺស្ដើងមកន័យថាតាំងពីខ្ញុំប្រើទូរស័ព្ទមកគឺទើបតែជួបទូរស័ព្ទនឹងមួយទេគឺស្ដើងមែនតែនហើយទូរស័ព្ទនេះគឺប្រើយូរហើយគឺអត់មានតាណាទេគឺយើងអាចប្រើបានធម្មតាអត់មានខូចមានអីទេហើយអេក្រង់មកវាគឺយើងអាចចុចដើរល្អិលធម្មតាអញ្ចឹងប្រភេទហ្នឹងគឺអាចចុចដើរបានធម្មតាតែគាត់ថាឥឡូវហ្នឹងគឺយើងដាក់លេង Facebook វាអត់សូវបានអញ្ចឹងណាយើងអាចដាក់មើល YouTube បានធម្មតាគឺប្រភេទទូរស័ព្ទនេះគឺស្ដើងណាឥឡូវចង់និយាយថាទូរស័ព្ទសារក្រោយប្រហែលជាមិនសូវជាមានទេទូរស័ព្ទដែលស្ដើងនៅថ្នាក់ហ្នឹងអានេះវាចេញមកសារមុនគឺវាធ្វើមកស្ដើងមែនតើនៅវីដេអូនេះមានតែប៉ុណ្្នឹងអ្នកមកថ្មីកុំភ្លេចជួយចុច Subscribe និង Like អ្នកមួយផងដើម្បីបានវីដេអូថ្មីៗបន្តទៀត